រាត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកសូត្រដូចនឹងពាក្យគួរយកមកបង្ហាញការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញាក់ស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានបន្សល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅគួរទី1សរសេរកសអ៊ូនិងរថ្នាក់ពាក្យជានាមមានន័យថាចង្កោមផ្លែឬសំណុំផ្លែឧទាហរណ៍គួរស្រូវគួរអំពិលគួរសណ្ដែកឧទាហរណ៍ទី2ខ្ញុំដើររើសគួរស្រូវគួរទី2សរសេរគោដាក់ស្រអ៊ូនិងរថ្នាក់ពាក្យជាគុណនាមមានន័យថាសមកប់3ឥតអស់ប្រសើរឧទាហរណ៍ទី1អ្នកថានឹងគួរហើយឧទាហរណ៍ទី2ពាក្យនោះគួរហើយគួរទី3ជាអយតនិបាតមានន័យថាសមតែល្មមនឹងឧទាហរណ៍គួរខ្លាចអំពើអាក្រក់គួរស្រឡាញ់អំពើល្អគួរតែជៀសវាងកុំសេពគប់នឹងមនុស្សពាលគួរទី4សរសេរកដាក់ស្រអ៊ូថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍បងគួរមិនសប្បាយចិត្តមីងគួរគេងមិនលក់សរុបជាខ្លីមកសូរដូចនឹងពាក្យគួរមាន4យ៉ាងគួរទី1សរសេរកសអ៊ូនិងរថ្នាក់ពាក្យជានាមមានន័យថាចង្កោមផ្លែសំណុំផ្លែគួរទី2សរសេរកសអ៊ូនិងរថ្នាក់ពាក្យជាគុណនាមមានន័យថាសមកប់3ឥតតោះប្រសើរគួរទី4សរសេរគួរទី3សរសេរគោលសអ៊ូនិងរថ្នាក់ពាក្យជាអយតនិបាតមានន័យថាសមតែល្មមតែគួរទី4សរសេរកសអ៊ូថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខណ្ឌរឿននៅព្រៃក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដូចចិត្តប៉ងប្រាថ្នាអក្សរសាស្ត្រជាដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា